មន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស27នាក់និងរបួស201នាក់នៅថ្ងៃដំបូងនៃការធ្វើដំណើររយៈពេល7ថ្ងៃនៃពិធីបុណ្យសង្ក្រាន្តនៅប្រទេសថៃនេះបានតាមកាសែត Bangkok Post មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ថៃបាននិយាយថាគ្រោះថ្នាក់សរុបចំនួន211លើកត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រខណៈដែលមនុស្សបានចាប់ផ្ដើមធ្វើដំណើរនៃឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីការបើកបរលើល្បឿនកំណត់គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ដែលមានចំនួន 41% គ្រោះថ្នាក់1/4 ទាក់ទងទៅនឹងការកាត់មុខរថយន្តមួយផ្សេងទៀតនិង 23% ទាក់ទងទៅនឹងការបើកបរក្នុងស្ថានភាពស្រវឹងយ៉ាងណាមិញលោកវិជ្ជបណ្ឌិតអូប៉ាស្កានកាវិនផុងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈបាននិយាយថាតួលេខទាំងអស់សម្រាប់ថ្ងៃសុក្រគឺទាបជាងតួលេខកាលពីឆ្នាំមុនក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ចំនួន241លើកស្លាប់មនុស្ស29នាក់និងរបួស253នាក់ក្នុងថ្ងៃធ្វើដំណើរសង្ក្រាន្តដំបូងក្នុងឆ្នាំ2024នេះបើតាមកាសែត Bangkok Post ដដែល